បងប្អូនអរគ្នាត្រៀម09ឃើញទេឡោកជាមួយនឹងដៃយេបាទអញ្ចឹងសម្រាប់ម៉ាស៊ីនម៉ូតូនេះដែរគឺធ្លាប់ប្រើច្រើនដងដែរបងប្អូនណាតែឥឡូវនេះមានបញ្ហាឡោកជាមួយយេបាទអញ្ចឹងបងប្អូនមើលមិនដឹងឡោកណានេះមើលណាបងប្អូនគេលងណានេះបាទគ្រាន់តែបច្ឆេះគឺគ្រួលយកតែម្ដងបាទអញ្ចឹងបញ្ជាក់ផងដែរនេះគឺជាប៊ីស្តុងមិនមែនប៊ីស្តុងព្រីមណាបាទអញ្ចឹងប៊ីស្តុងរៀងវែងបាទអញ្ចឹងប៊ីស្តុងរៀងវែងវាមានគុណសម្បត្តិវាមានគុណវិបត្តិរបស់វាបាទអញ្ចឹងគុណវិបត្តិគឺវាឆាប់ធ្វើទុកជាមួយនឹងដៃយេរបស់យើងណាបាទហើយបើសិនជាគុណសម្បត្តិវិញគឺអត់ងាយរលាស់កតុយបាទអញ្ចឹងកតុយអត់រលាស់ទេតែមកខូចដៃយេទៅវិញបងប្អូនបាទអញ្ចឹងសម្រាប់ម៉ូតូនេះគឺយើងរើមកស្អាតជូនភ្ញៀវតែម្ដងបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនយើងនៅពេលដែលរើម៉ាស៊ីនហើយម៉ាស៊ីននៅតែសើមកក្លែកណានេះនេះដល់ម៉ាស៊ីនរបស់យើងនៅសើយើងរើហើយប៉ុន្តែនៅសើដូចជាក់ស្ដែងម៉ូតូហ្នឹងអញ្ចឹងសើអញ្ចឹងបងប្អូននេះមកមើលចំណុចបន្តិចហ្នឹងនេះបាទនេះបងប្អូនឃើញមួយថ្នេរនេះហ៎ឃើញមួយថ្នេរចុចនេះបាទអញ្ចឹងនៅពេលដែលយើងកោសរងរើម៉ាស៊ីនយើងកោសឲ្យស្អាតហើយកុំឲ្យមានថ្នេរបើសិនជាមានថ្នេរអញ្ចឹងយើងត្រូវបិទកែវផ្ចិតជៀសវាងនៅពេលដែលយើងរើហើយស្អាតហើយស្រាប់តែលិចពេកម៉ាស៊ីនបាទអញ្ចឹងដំបូងអត់លិចទេតែជី1ខែ2ខែ3ខែសើមលិចកាទះរបស់ម្ចាស់ម៉ូតូអស់ហ្នឹងបងប្អូនអញ្ចឹងបន្តិចហ្នឹងសំខាន់ណាយើងបិទកែវបន្ថែមបន្តិចទៅគឺអូខេបាទអញ្ចឹងសម្រាប់ម៉ូតូនេះផងដែរយើងរើមកស្ងាត់ជូនភ្ញៀវតែម្ដងបងប្អូនមានតម្រូវការចង់រើម៉ាស៊ីនអាចតាក់ទងមកបានយើងធានាជាមួយនឹងគុណភាពនិងតម្លៃចង់បានគ្រឿងផ្សេងក៏បានចង់បានគ្រឿងធម្មតាក៏បានមានការធានាដូចគ្នាដែរអរគុណច្រើន